នាងខ្ញុំតបអញ្ញានីសូមគោរពជម្រាបសួរដល់ប្រិយមិត្តនិងទូរទស្សនិកជនទាំងអស់ដែលបានទស្សនាព័ត៌មាននៅថ្ងៃនេះនៅថ្ងៃទី24ខែកក្កដាឆ្នាំ2025មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងថៃនៅតាមបណ្ដាព្រំដែនកម្ពុជាថៃនៅខេត្តឧត្តរមានជ័យបើតាមអ្នកដឹកនាំពាក្យក្រសួងការពារកម្ពុជាលោកស្រីឧត្តមសេនាយឯកម៉ាលីសុជាតាឲ្យបានដឹងថាកងទ័ពថៃបានបើកបានប្រហារមកលើកម្ពុជាយ៉ាងមុនដូច្នេះកងទ័ពកម្ពុជាបានប្រព្រឹត្តសិទ្ធិការពារខ្លួនក្នុងអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានទឹកដីដែលបានបំពានមកលើកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រមាថភាគីខាងថៃជារឿយៗថាមិនរំលោភបំពានលើអ្នកណានោះទេប៉ុន្តែកម្ពុជាក៏មិនអោយនរណាម្នាក់រំលោភបំពានមកលើខ្លួននោះដែរកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារខ្លួននិងទឹកដីតាមក្រមមធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពានបើតាមការដឹងភាគីទាំងពីរបានប្រយុទ្ធគ្នាចាប់តាំងពីប្រាសាទតាមុនធំប្រាសាទតាក្របីតំបន់ភ្នំខ្មោចនិងតំបន់មុំបីថៃក៏បានរំលោភបំពានមកលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃតាមរយៈការបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាបណ្ដាលឲ្យរងរបួសធ្ងន់និងស្លាប់សង្គ្រាមដែលថៃបានបង្កនោះធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋកម្ពុជាជាច្រើនហើយថៃបានបាញ់បំផ្លាញប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយគ្មានញញើតដៃព័ត៌មានថ្ងៃនេះមានតែប៉ុណ្ណេះសូមអរគុណនិងគោរពលា